ជំរាបសួរសួស្តីបងប្អូនថ្ងៃនេះសូមបង្ហាញកន្លែងល្បីមួយក្នុងខេត្តសៀមរាបគឺលតឆាសៀមរាបកន្លែងគាត់ល្បីឈ្មោះខ្លាំងណាស់ភ្ញៀវជាតិនិងអន្តរជាតិណាភាគច្រើនមកញ៉ាំនៅហាងគាត់គ្រប់គ្នាហើយតែបានមកលេងសៀមរាបគឺមិនអាចរំលងបានទេដោយសារតែរសជាតិលតឆានិងនំកញ្ឆាយគាត់ណាតាក់ទាញភ្ញៀវទេសចរដែលបានមកលេងខេត្តសៀមរាបសរសើរថាឆ្ងាញ់គ្រប់គ្នាសម្រាប់ការតុបតែងហាងគាត់វិញណាស្អាតហ្មងគាត់បានរៀបចំធ្វើជាសួនផ្កាកញ្ឆាយហើយនៅមានដើមចេកទៀតសម្រាប់ខ្ញុំទៅពេលយប់នេះគឺបរិយាកាសគឺល្អបំផុតហ្មងខ្ញុំហ៊ាននិយាយបានថាហាងលក់លតឆាមួយនេះជាហាងដែលមានដេក័រស្អាតបំផុតដែរយើងទៅញ៉ាំលតឆាយើងចង់ថតរូបក៏ស្អាតដែរតិចបងប្អូនយល់ច្រឡំថាហាងដែលមានដេក័រស្អាតចឹងរសជាតិអត់ឆ្ងាញ់ណាយល់ខុសហើយពេលខ្ញុំទៅនេះខ្ញុំកំងលតឆាពិសេសហ្មងក្នុងលតឆាពិសេសរបស់គាត់នឹងមានសាច់គោពងទាប៉ាតេសាច់មាន់និងប្រហិតត្រីហើយមាននំកញ្ឆាយម្ដុំទៀតបងប្អូនដឹងស្រាប់ហើយថាលតឆាសំខាន់បំផុតគឺទឹកត្រីកន្លែងគាត់អត់សូវផ្អែមទេណាហើយសាច់លតឆាគាត់ណាស៊ីជាមួយនឹងទឹកត្រីហ្នឹងហ្មងខ្ញុំនិយាយបានថាបើយើងញ៉ាំតែលតឆាទៅទេក៏ឆ្ងាញ់ដែរតែដល់ពេលថែមប្រហិតត្រីថែមប៉ាតេសាច់មាន់របស់គាត់ទៀតជាតិគុណនឹង2និយាយពីរឿងនំកញ្ឆាយវិញសម្រាប់ខ្ញុំអត់សូវចូលចិត្តនំកញ្ឆាយព្រោះដោយសារវាអត់មានសាច់ប៉ុន្តែខ្ញុំបានញ៉ាំកន្លែងគាត់រសជាតិឆ្ងាញ់អាចនិយាយបានថាខ្ញុំអត់ធ្លាប់ញ៉ាំនំកញ្ឆាយណាឆ្ងាញ់ចឹងរបៀបថាវាស្រួយខាងក្រៅហើយទន់ខាងក្នុងញ៉ាំជាមួយនឹងទឹកត្រីហើយយើងថែមម្ទេសហឹរបន្តិចអូជាតិកប់អញ្ចឹងបងប្អូនដែលបានមកលេងខេត្តសៀមរាបហើយចង់ញ៉ាំលតឆានិងនំកញ្ឆាយឆ្ងាញ់កុំភ្លេចហាងគាត់ជាពិសេសមកញ៉ាំហើយបានថតរូបស្អាតទៀតសម្រាប់ទីតាំងខ្ញុំនឹងដាក់ map ជូននៅក្នុង comment សូមអរគុណសូមជម្រាបលាបាយ